សង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅទិសយោធាភូមិភាគទី4គិតចាប់ពីម៉ោង11 នាទីព្រឹករហូតដល់ម៉ោង 13:00 នាទីរសៀលថ្ងៃទី15 ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង 10:20 នាទីរហូតដល់ម៉ោងនេះយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកកំភ្លើងធំបាញ់ផ្លោងនិងរថក្រោះបាញ់បំបុកចំពោះទីតាំងភូមិសាស្ត្រថ្មដូនប្រាសាទតាមាន់និងគប់កគីយោធាថៃក៏នៅតែបន្តបាញ់ផ្លោងផងដែរចំពោះស្ថានភាពនៅភូមិសាស្ត្រផ្សេងៗទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមគូបញ្ជាក់ផងដែរថាគិតរហូតមកដល់ម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជាបានបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា